កម្ពុជាប្រចាំប្រទេសជប៉ុនសូមគោរពដល់មន្ត្រីក្រសួងការបរទេសនិងសហការីខ្ញុំបាទឈ្មោះយ៉ាងសវណ្ណាមកពីគណៈបករាជានិយមហ្វុនចំបិចការទស្សនកិច្ចតាមរយៈចៃកម្មវិធី Genesis ខ្ញុំសង្កេតឃើញថាប្រទេសជប៉ុនមានស្ដេចមានតែមានវិហារអធិរាជដូចប្រទេសកម្ពុជាដែរដែលមានព្រះមហាក្សត្រហើយដែលមានលទ្ធិប្រជាធិបតេយ្យដូចជប៉ុនមានការបោះឆ្នោតការរៀបចំហើយអ្វីដែលខ្ញុំជាយុវជនចំនួនក្រោយបានសង្កេតឃើញថាអ្នកនយោបាយជប៉ុនគឺរួមគ្នាដើម្បីជាតិគឺធ្វើនយោបាយដើម្បីជាតិទោះស្ថិតក្នុងស្ថានភាពណាក៏ដោយក៏អ្នកនយោបាយជប៉ុនធ្វើដើម្បីផលប្រយោជន៍ជាតិតែប៉ុណ្ណោះនេះគឺជាអ្វីដែលខ្ញុំអ្នកនយោបាយជំនាន់ក្រោយខ្ញុំមកសិក្សានៅជប៉ុនខ្ញុំយកអ្វីដែលខ្ញុំមកដល់ប្រទេសជប៉ុននេះទៅអនុវត្តនិងធ្វើឲ្យគណៈបកនយោបាយនៅក្នុងប្រទេសកម្ពុជាយកគំរូតាមដោយធ្វើនយោបាយមិនញុះញង់មិនបំបែកបំបាក់ដើម្បីឲ្យប្រទេសជាតិបែកបាក់ហើយខ្ញុំឃើញថាការរីកចម្រើនបុព្វធម៌និងសម័យសង្គមនិយមគឺដឹកនាំដោយស្ដេចសីហនុគាត់មានការលះបង់ដោយជនជាតិជប៉ុនហើយគឺដើម្បីជាតិទៅបានសម្បត្តិសម័យសង្គមនិយមរីកចម្រើនហើយអ្វីដែលខ្ញុំសង្កេតឃើញទៀតគឺវិស័យកសិកម្មនៅប្រទេសជប៉ុនមានភាពទំនើបដែលរដ្ឋបាលរបស់ក្រុងខេត្តផ្ដោតសំខាន់លើផលប្រយោជន៍របស់កសិករនេះគឺជាគោលដៅសំខាន់ដែលធ្វើឲ្យក្រសួងមន្ទីរខិតខំប្រឹងប្រែងធ្វើម៉េចឲ្យប្រជាពលរដ្ឋមានជីវភាពទូធាមានផលចំណេញគិតពីផលវិបាកគិតពីប្រាក់ចំណេញរបស់កសិករនេះគឺជាអ្វីដែលខ្ញុំមើលឃើញថារដ្ឋបាលថ្នាក់ក្រោមជាតិគឺមានការខិតខំតែប្រឹងប្រែងតែមុខគប់គឺធ្វើម៉េចឲ្យប្រជាពលរដ្ឋរបស់ខ្លួនរស់នៅដោយទូធាតាមការប្រកបរបរកសិកម្មហើយជារួមមកវិញក្នុងនាមខ្ញុំជាយុវជនចំនួនក្រោយគណៈបកហ៊ុនស៊ិនពេជ្ររាជានិយមសង្ឃឹមថាគណៈបកដែលចូលរួមទាំង8នឹងត្រឡប់ទៅវិញជាយុវជនបន្តវេននឹងអាចជជែកគ្នាដើម្បីធ្វើឲ្យប្រទេសរបស់យើងរីកចម្រើនដោយប្រទេសជប៉ុនដោយយកផលប្រយោជន៍ជាតិជាធំបាទសូមអរគុណ私はヤン・ソバナと申します。本当にペットから参りました。まずはですね、